ចាអញ្ចឹងសួស្តីថ្ងៃនេះយើងចូលមេរៀនទី2ការឲ្យតម្លៃខ្លួនឯងនិងអ្នកដទៃអញ្ចឹងយើងដឹងថាមនុស្សម្នាក់រស់នៅក្នុងសង្គមត្រូវការពឹងពាក់គ្នាទៅវិញទៅមកអញ្ចឹងអាតំណែងតំណងការឲ្យតម្លៃខ្លួនឯងនិងអ្នកដទៃហ្នឹងគឺពិតជាសំខាន់ខ្លាំងណាស់ចាអញ្ចឹងចំណុចទី1យើងនិយាយអំពីអារម្មណ៍និងសញ្ញាណទាំង5អញ្ចឹងដូចម្ដេចដែលហៅថាអារម្មណ៍ចាអារម្មណ៍មានន័យថាការសភាពចិត្តរបស់មនុស្សដែលឆ្លើយតបទៅនឹងហេតុការណ៍ដែលបានកើតឡើងលើយើងដែលចូលតាមរយៈវិញ្ញាណទាំង5របស់យើងចាអញ្ចឹងវិញ្ញាណទាំង5នោះមានអីខ្លះយើងដឹងហើយយើងឃើញមានជីវហាវិញ្ញាណសត្តវិញ្ញាណឃានវិញ្ញាណចក្ខុវិញ្ញាណនិងកាយវិញ្ញាណអញ្ចឹងកាលណាព័ត៌មានអីមួយដែលចូលតាមរយៈឬក៏បាតុភូតអីមួយដែលចូលតាមរយៈវិញ្ញាណទាំង5ហ្នឹងនឹងបញ្ជូនទៅកាន់ខួរក្បាលយើងដោយបង្កើតបានជាចិត្តហើយអាចិត្តហ្នឹងគឺជាអារម្មណ៍ហ្នឹងតែម្ដងដូច្នេះដើម្បីឲ្យបានជោគជ័យយើងទី1យើងត្រូវមានគោលដៅមានការជំរុញលើកទឹកចិត្តស្គាល់ខ្លួនឯងនិងធ្វើសម្រាប់ប្រយោជន៍រួមមិនមែនជាប្រយោជន៍អាត្មានិយមទេអញ្ចឹងដើម្បីមានទំនុកទុកចិត្តខ្លួនឯងយើងត្រូវតែមានកត្តាទាំងអស់នោះចាជាបន្តទៀតយើងចូលដល់ចំណុចទី2ការឲ្យតម្លៃនិងយល់ពីអ្នកដទៃចាអញ្ចឹងមនុស្សម្នាក់មានលក្ខណៈពិសេសខុសៗគ្នាដោយកត្តាច្រើនឡើងទាំងកត្តាជីវសាស្ត្រហ្សែនសុខភាពបទពិសោធន៍ផ្ទាល់ខ្លួនគ្រួសារសង្គមនិងកត្តាវប្បធម៌ជាដើមដើម្បីឲ្យកត្តាទាំងនេះឲ្យធ្វើឲ្យយើងមានលក្ខណៈពិសេសផ្ទាល់ខ្លួនអញ្ចឹងយើងមិនអាចប្រៀបធៀបយើងនឹងទៅអ្នកនេះអ្នកនោះបានទេអញ្ចឹងមួយទៀតដោយសារតែបុគ្គលម្នាក់មានលក្ខណៈពិសេសដាច់ដោយឡែកបែបនេះហើយទើបយើងមិនអាចធ្វើការប្រៀបធៀបបានទេចាអញ្ចឹងពេលខ្លះយើងប្រៀបធៀបទៅគេគឺអត់កើតតែម្ដងចាទោះបីជាពេលខ្លះយើងមានអារម្មណ៍ខ្លួនឯងថាខ្លួនឯងមិនមានតម្លៃមិនមានប្រយោជន៍គ្មានសមត្ថភាពឬក៏មិនគួរឲ្យស្រឡាញ់យ៉ាងណាក៏ដោយក៏យើងត្រូវទទួលស្គាល់ថាពួកគាត់មានលក្ខណៈពិសេសខុសពីអ្នកដទៃនឹងជួយធ្វើឲ្យអ្នកទាំងនោះនឹងស្វែងរកនៅតម្លៃផ្ទាល់ខ្លួនរបស់គាត់ឡើងវិញអញ្ចឹងការទទួលស្គាល់លក្ខណៈពិសេសផ្សេងគ្នារបស់អ្នកដទៃគឺបង្ហាញថាការយល់ចិត្តនិងការឲ្យតម្លៃទៅលើពួកគាត់ផងដែរចាអញ្ចឹងមិនមែនមានន័យថាតើតែយើងដូចគេបានយើងមានតម្លៃទេចាអត់ទេអញ្ចឹងយើងត្រូវឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនយើងនឹងឲ្យដូចគ្នាដោយសារគាត់មានលក្ខណៈពិសេសផ្សេងគ្នាផងដែរចាជាទីបញ្ចប់យើងឃើញថាមានមេរៀនសង្ខេបហើយនឹងមានលំហាត់ដែរអញ្ចឹងពេលដែលរៀនមេរៀនសង្ខេបហើយអ្នកទាំងអស់គ្នាព្យាយាមធ្វើលំហាត់នេះឡើងវិញចាអញ្ចឹងនៅក្នុងមេរៀនសង្ខេបនេះយើងគ្រាន់តែឲ្យដឹងថាអារម្មណ៍មានន័យថាម៉េចអារម្មណ៍គឺជាសភាពចិត្តរបស់មនុស្សដែលឆ្លើយតបទៅនឹងហេតុការណ៍ដែលបានកើតឡើងមកលើយើងដែលចូលតាមរយៈវិញ្ញាណ5របស់មនុស្សអញ្ចឹងការឲ្យតម្លៃខ្លួនឯងហ្នឹងគឺជាអារម្មណ៍និងការគិតរបស់មនុស្សបន្ថែមទៀតចាអញ្ចឹងបើការឲ្យតម្លៃខ្លួនឯងហ្នឹងគឺថាយើងធ្វើយ៉ាងម៉េចគឺត្រូវឲ្យតម្លៃខ្លួនឯងទាំងអារម្មណ៍និងការគិតអញ្ចឹងឲ្យតម្លៃខ្លួនឯងមានប្រភពមកពី2ចំណុចគឺប្រភពក្រៅខ្លួននិងប្រភពក្នុងខ្លួនអញ្ចឹងចំណុចមួយទៀតដែលយើងត្រូវចងចាំហ្នឹងដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯងមនុស្សម្នាក់ត្រូវមានគោលដៅមានការលើកទឹកចិត្តពីអ្នកជុំវិញខ្លួនត្រូវស្គាល់ខ្លួនឯងនិងធ្វើសម្រាប់ប្រយោជន៍រួមកុំអាត្មានិយមអញ្ចឹងការទទួលស្គាល់នៅលក្ខណៈពិសេសផ្សេងគ្នារបស់អ្នកដទៃមានន័យថាយើងបង្ហាញការយល់ចិត្តនិងឲ្យតម្លៃទៅកាន់អ្នកដទៃ